យរបស់ខ្ញុំនេះគឺជា iPad mini 7បងប្អូនទាំងគ្នានេះគឺជាម៉ាស៊ីនដែលតូចបំផុតហើយខ្លាំងបំផុតនៅក្នុងចំណោម iPad នេះខ្ញុំយកមកប្រៀបធៀបទំហំឲ្យបងប្អូនទាំងគ្នាមើលអានេះគឺប្រភេទពួក mini អានេះគឺប្រភេទពួក iPad Pro 11 inch អានេះគឺ 12.9 inch និយាយទៅយើងយកមកប្រៀបទំហំគឺខុសគ្នាឆ្ងាយមែនតើអានេះគឺអាចដាក់កប៉ៅចូលអានេះគឺសម្រាប់បងដែលគាត់ត្រូវការ iPad ដែលតូចហើយមានកម្លាំងម៉ាស៊ីនខ្លាំងអានេះកាមេរ៉ាវាតែមួយគ្រាប់ទេបងប្អូនទាំងគ្នាប៉ុន្តែកម្លាំងម៉ាស៊ីនវាខ្លាំងមែនតើសម្រាប់ម៉ាស៊ីននេះគឺប្រភេទពួក 128G បងប្អូនទាំងគ្នាហើយ performance វាល្អមែនតើដោយសារតែវាដំណើរការដោយ chip A17 Pro ហើយនេះគឺ storage វាគឺ 128G និយាយទៅមិនធំមិនតូចនិយាយទៅមកល្មមប្រើហ្មងហើយនេះគឺសំចៃមែនតើបងប្អូនទាំងគ្នាគឺធូរនិយាយទៅតម្លៃវាសមរម្យមែនតើតម្លៃវាតែ400ជាងទេអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាដែលចង់បានណា iPad តម្លៃត្រឹម400ស្ដាងអាចពិចារណាប្រភេទពួក mini 7នេះបានអានេះគឺជំនាន់ចុងក្រោយគេប្រអស់ណាបងប្អូនទាំងគ្នា iPad mini 7 128G Wi-Fi មានតែម្ដងទេសម្រាប់ពណ៌ប្រាក់នេះបងប្អូនទាំងគ្នាអាចមកមើលផ្ទាល់នៅហាងបានអរគុណច្រើន